បាទខ្ញុំឈ្មោះកែវលូនបាទជាមេភូមិលឿនក្រែនបាទឃុំឧជុំស្រុកឧជុំខេត្តរតនគិរីយើងបាទភូមិលឿនក្រែនបងប្អូនជនជាតិដើមភាគតិចទំពួនក្រឹងក៏មានច្រាយក៏មានដែរបាទចម្រុះដោយសារគេយកគ្នាខ្លះទំពួនយកច្រាយយកក្រឹងទៅពីមុនស្ថានភាពក្នុងភូមិនឹង2012អាហ្នឹងឯងចាប់ផ្ដើមមកដោយថាវាពិបាកផ្លូវដោយថាមានផ្លូវមានសាលារៀនហើយក្មេងៗអាចរៀនច្រើនជាងនេះទៀតឡាសិតធ្វើផ្លូវទី1ផលប្រយោជន៍ក្មេងៗទៅរៀនស្រួលបាទទៅរៀនខ្លួនឯងអត់ពឹងឪពុកម្ដាយទៅជូនបាទទី2ដូចថាគេទៅលក់ដូរក៏ស្រួលបាទទី3គេដឹកតំណែងគេចេញចូលក៏ស្រួលបាទខ្លះហ្នឹងបើកដូចថាចង់ចេញវៀងដូចខាងលឿនចងលឿនក្រែនអាហ្នឹងស្រួលដូចថាទំនាក់ទំនងបងប្អូនយើងជួបជុំគ្នាអីអាហ្នឹងស្រួលបាទរវាងភូមិមួយទៅភូមិមួយបាទខាងស្ត្រីទៀតទៅដងទឹកដល់អូឥឡូវគេធ្វើផ្លូវឡើងស្អាតហើយស្រីដងទឹកអីស្រួលហើយនឹងផលប្រយោជន៍ឡាសិតខាងរដ្ឋាភិបាលជួយក្នុងសហគមន៍ភូមិលឿនក្រែនទាំងកូនទាំងក្មេងទាំងចាស់ឲ្យច្បាស់ចិត្តពេលគេចុះទៅអូនឹងត្រូវចឹងផ្លូវជ្រួលបានល្អហើយល្អមើលទៀតគេថាឲ្យស្បាយទៀតពីមុនមកនឹងក្មេងយំផងអុយផងពេលទៅរៀនអុយដួលតាមផ្លូវតាមអុយគ្នាប្រឡាក់ខោប្រឡាក់អាចចូលកាលបក់បើវិញវាខាតការងារអញ្ចឹងមានតែកូនកម្រងថាកម្រងដែលបានជួយផ្លូវល្អស្អីទៀតតាំងពីមណ្ឌលសុខភាពតាំងពីផ្លូវអីមានតែក្មេងៗអរគុណហើយយើងខ្ញុំនឹងប្រេងប្រែងថាផ្សព្វផ្សាយកុំឲ្យមានឆ្មាំក្នុងភូមិឲ្យធ្វើល្អម្ដងឲ្យភូមិនឹងឲ្យភូមិគំរូម្ដង